បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញគន្លឹះខ្លីមួយតាក់ទងទៅនឹងរបៀបនៅក្នុងការលាក់កម្មវិធីឬក៏ app នៅលើទូរស័ព្ទដៃ iPhone នៅលើ version iOS 18ណាបាទអូខេតោះអញ្ចឹងចង់ដឹងថាគេលាក់កម្មវិធីឬក៏លាក់ app នឹងរបៀបម៉េចតោះទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងជំហានដំបូងយើងត្រូវជ្រើសរើស app ឬក៏កម្មវិធីដែលយើងចង់លាក់ហ្នឹងមកបាទឧទាហរណ៍ថាខ្ញុំចង់លាក់កម្មវិធី Fix ស្អាតនេះអញ្ចឹងខ្ញុំគ្រាន់តែសកត់ទៅលើ app ហ្នឹងមកបាទសកត់ឲ្យដកដៃឲ្យលឿនបន្តិចបាទបន្ទាប់មកបងប្អូនរកមើលពាក្យថា require face ID បាទអញ្ចឹងយើងចុចទៅលើ require face ID ហ្នឹងមកអូខេបន្ទាប់មកយើងយកពាក្យថា hi and require face ID មិនដឹងថា hi ឬក៏ hit ទេខ្ញុំអត់សូវចេះអង់គ្លេសផងបាទអញ្ចឹងយើងចុចទៅលើ hi and require face ID មកបាទនៅកណ្ដាលហ្នឹងបាទអូខេជំរាបបន្ទាប់ទៀតបងប្អូនចុចទៅលើ hi app មកបាទដើម្បីបញ្ជាក់ថាយើងពិតជាចង់លាក់កម្មវិធីហ្នឹងមែនបាទចុចមកបាទតែប៉ុណ្ណឹងគឺបាត់ហើយយើងចង់លាក់ប្រមាណលាក់យើងធ្វើដូចគ្នាទាំងអស់មកបាទធ្វើមួយណាបាទអូខេអញ្ចឹងខ្ញុំចង់លាក់មួយទៀតខ្ញុំគ្រាន់តែសកត់ទៅលើកម្មវិធីហ្នឹងហើយចុច require face ID តបមកចុច hi and require face ID បាទតបទៀតយើងចុចដូចគ្នាមិញដែរ hi app តែប៉ុណ្ណឹងគឺជាការស្រេចហើយចំពោះកម្មវិធីដែលយើងបានលាក់ហ្នឹងថាតើយើងទៅរកនៅណាបើយើងលាក់បាត់ហើយបាទអូខេអញ្ចឹងបងប្អូនមិនបាច់បារម្ភទេចំពោះកម្មវិធីដែលយើងបានលាក់ហ្នឹងយើងគ្រាន់តែអូសកម្មវិធីពីស្ដាំមកឆ្វេងមកយើងអូសពីស្ដាំមកឆ្វេងរហូតដល់កន្លែងនេះចូលមកដល់ app library នេះបាទយើងអូសមកក្រោមឲ្យផុតមកយើងនឹងឃើញពាក្យថា hidden បាទអញ្ចឹងបើសិនយើងចង់ចុចប្រើកម្មវិធីដែលយើងបានលាក់ហ្នឹងយើងចុចទៅលើពាក្យថា hidden ដែលជា folder ហ្នឹងមកបាទយើងចុចទៅលើ folder ហ្នឹងតែម្ដងមកហើយយើងធ្វើការ scan មុខឬក៏បងប្អូនអាចវាយលេខកូដដោះសោទូរស័ព្ទរបស់យើងមកគឺវាចេញកម្មវិធីដែលយើងបានលាក់ហ្នឹងហើយបាទអញ្ចឹងបងប្អូនអាចចុចបើកប្រើធម្មតាហើយវា scan មុខ scan អីចឹងទៅបាទអូខេអញ្ចឹងនៅពេលដែលយើងចេញភ្លាមយើងបិទកម្មវិធីភ្លាមគឺវាលាក់ភ្លាមទៀតហើយឃើញទេបាទគឺល្អមែនតើការពារសុវត្ថិភាពរបស់យើងបើសិនជាយើងអត់ចង់ឲ្យមានអ្នកណាម្នាក់គេប្រើប្រាស់កម្មវិធីហ្នឹងឬក៏ឃើញកម្មវិធីហ្នឹងនៅលើទូរស័ព្ទដៃ iPhone របស់យើងណាបាទអញ្ចឹងយើងចង់ប្រើទៀតយើងចុចកន្លែង folder hidden ទៀតមកឲ្យ scan មុខមកវាចេញហើយអញ្ចឹងមកដល់កន្លែងនេះបងប្អូនប្រកាសជាឆ្ងល់ទៀតហើយថាតើយើងដោះយើងឈប់លាក់កម្មវិធីហ្នឹងរបៀបម៉េចបាទងាយទេបងប្អូនគ្រាន់តែសកត់ទៅលើកម្មវិធីដែលយើងបានលាក់ហ្នឹងទៅបាទសកត់មកដូចមាញ់ដែរបន្ទាប់មកយើងចុចទៅលើពាក្យថា don't require face ID បាទចុចអាហ្នឹងមកអូខេវានឹងបាត់ចេញពីកន្លែង hidden ហ្នឹងហើយបាទយើងចង់ដោះទាំងអស់យើងចុចទៀតមកមួយម្ដងបន្ទាប់មកយើងចុច don't require face ID ហ្នឹងមកបាទយើងព្រិលតិចអូខេតោះមកវា scan មុខយើងហើយវាដោះចេញតែម្ដងបាទអូខេអញ្ចឹងចំពោះកម្មវិធីដែលយើងបានលាក់ហើយយើងឡើងលាក់វិញវាអត់ load មកក្នុង home screen នេះទេបាទរកមើលកន្លែង home screen នេះគឺអត់ឃើញទេតើយើងចូលនៅក្នុងapp library នេះបានឃើញប៉ុន្តែបើសិនជាយើងចង់ទាញកម្មវិធីនឹងចូលទៅក្នុង home screen ម្ដុំនេះវិញបងប្អូនចុចសកត់លើវាមកកត់លើវាហើយយើងចុចទៅលើពាក្យថា add to home screen នេះបាទសញ្ញាលេខបូកនេះចុចមកបាទឃើញទេវានឹងចូលមកកន្លែងនេះយើងអាចដូរទៅកន្លែងណានៃផ្សេងទៀតបានបាទធម្មតាអត់បញ្ហាទេបាទអញ្ចឹងយើងកម្មវិធីមិញដែលខ្ញុំលាក់មិញគឺ2បាទអញ្ចឹងវាអត់បង្ហាញនៅលើ home screen អញ្ចឹង
ខ្ញុំទាញវាទៅក្នុង home screen វិញបាទចុចសកត់វាជាប់ហើយយើងចុចសញ្ញាបូកនេះបាទ add to home screen ចុចមកបាទគឺមកកន្លែងដើមរបស់វាវិញហើយបាទចឹងចំពោះរបៀបក្នុងការលាក់កម្មវិធីឬក៏ app នៅលើទូរស័ព្ទដៃ iPhone ក្នុង version iOS 18 គឺមានប៉ុណ្ណឹងទេបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់តាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយក្នុង Channel កណ្ដាល iOS